បាទឆ្នាំថ្មីកុំភ្លេចអាប់ដេតអាយុខ្លួនឯងផងបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរូបមន្ត Excel មួយដែលយើងអាចរកចំនួនអាយុចំនួនខែនិងចំនួនថ្ងៃបាទអញ្ចឹងអ្នកនរគ្នាគាត់ទៅវាយថ្ងៃខែឆ្នាំកំណត់របស់យើងចូលទៅវានឹងប្រាប់យើងអាយុប៉ុន្មានប្រហែលខែនិងប្រហែលថ្ងៃបាទអញ្ចឹងដើម្បីសរសេររូបមន្តហ្នឹងដំបូងយើងត្រូវកំណត់កន្លែងណាខ្លះបាទអញ្ចឹងអ្នកនរគ្នាអាចតាមដានវីដេអូនេះបាទដំបូងគឺអ្នកនរគ្នាហៅថ្ងៃខែឆ្នាំបច្ចុប្បន្នសិនបាទថ្ងៃខែឆ្នាំបច្ចុប្បន្នគឺនេះថ្ងៃ2ខែ1ឆ្នាំ2026បាទហើយអញ្ចឹងនៅក្នុង Excel យើងមានរូបមន្តមួយឈ្មោះរូបមន្ត today បាទអ្នកនរគ្នាគាត់ដាក់ស្មើបាទហើយចុច today មកហ្នឹងហើយគាត់ចុច today ទៅវានឹងបង្ហាញថ្ងៃខែឆ្នាំបច្ចុប្បន្នហើយបាទបិទវងកញ្ចក់ហើយ enter មកបាទអញ្ចឹងវាប្រាប់ថ្ងៃហ្នឹងថ្ងៃ2ខែ1ឆ្នាំ2026ប៉ុន្តែរូបមន្ត today ហ្នឹងវាចាប់ការបាក់ឆែតនៅក្នុងកុំព្យូទ័រយើងនេះបាទអញ្ចឹងកុំព្យូទ័រយើងថ្ងៃខែឆ្នាំណាវាចាប់ពីនឹងមកបាទបើសិនជាកុំព្យូទ័រយើងកំណត់ថ្ងៃខែឆ្នាំខុសគួរវាចាប់ខុសដែរអញ្ចឹងត្រូវឲ្យវាត្រូវណាបាទបន្តមកទៀតពេលយើងមានរូបមន្តtoday ហ្នឹងហើយអញ្ចឹង today មានន័យថាថ្ងៃខែឆ្នាំបច្ចុប្បន្នបាទបន្តមកទៀតខ្ញុំមានរូបមន្តនេះដែលខ្ញុំសរសេរទុកបាទអញ្ចឹងយើងប្រើរូបមន្ត date if បាទ date if B3 គឺជាថ្ងៃទីតាំងថ្ងៃខែឆ្នាំកំណត់របស់យើងនេះបាទថ្ងៃខែឆ្នាំកំណត់អញ្ចឹងបាទបើសិនពី B3 វាដកនឹងថ្ងៃខែឆ្នាំបច្ចុប្បន្នឲ្យវាបង្ហាញឆ្នាំវាយឆ្នាំបាទអញ្ចឹងរូបមន្តមួយជួរនេះមានន័យថាយើងរាប់ចំនួនឆ្នាំមួយជួរនេះរាប់ចំនួនខែមួយជួរនេះរាប់ចំនួនថ្ងៃបាទអញ្ចឹងយើងសរសេរតែតែគ្រាន់យើងតគ្នាណាបាទអញ្ចឹងខ្ញុំក៏ copy មកបាទគ្រាន់តែ copy រូបមន្តទាំងអស់ហ្នឹងមកនឹងហើយយកមកដាក់ទីតាំងកន្លែងនេះបាទអញ្ចឹងខ្ញុំ enter មកចេញបាទហើយតើតង B3 បាទនេះ B3 នេះគឺនេះគឺថ្ងៃខែឆ្នាំកំណត់របស់យើងនេះបាទហើយតើតងរូបមន្ត today ហ្នឹងមានន័យថានេះមានន័យថាថ្ងៃខែឆ្នាំបច្ចុប្បន្នរបស់យើងបាទអញ្ចឹងអ្នកនរនេះក៏វាយខែឆ្នាំបច្ចុប្បន្នទៅវាបង្ហាញនេះថាខ្ញុំដាក់កាត1990បាន1998បាទវាចាប់ទៅចង់ថាខ្ញុំដាក់1990បាទអញ្ចឹង1990នេះ35ឆ្នាំបាទអាហ្នឹងគឺជារូបមន្តដើម្បីយើងរកចំនួនឆ្នាំចំនួនខែនិងចំនួនថ្ងៃក្នុងកម្មវិធី Excel បាទហើយអ្នកនរគ្នាចង់បានគាត់ copy រូបមន្តខ្ញុំទៅក៏បានដែរបាទសូមអរគុណ